ការម៉ាក់ពពោះកូនដំបងអារម្មណ៍មិនសូវល្អទេកូនដឹងថាម៉ាក់ពិបាកទ្រាំណាស់តែមិនអាចជួយសម្រាលទុកម៉ាក់បានពេលយកចូលបន្ទប់ទឹកមិនចេះចប់មិនចេះហើយជឿចង្អេះជឿក្នុងធ្វើទុកម៉ាក់ណាស់ពេលសម្រាលកូនម៉ាក់ឈឺមួយយប់ពេញម៉ាក់នៅម្នាក់ឯងយ៉ាងក្លាហាននៅក្នុងបន្ទប់សម្រាលចូលទៅនៅជាក្មេងស្រីចេញមកខ្លាយជាម៉ាក់ទៅវិញអីចឹងហើយបានជាប៉ាម៉ាក់មិនបានសម្រាប់អូនប្រុសអូនស្រីឲ្យកូនទៀតអូម៉ាក់នឿយហត់ខ្លាំងណាស់អីចឹងយើងត្រូវស្រឡាញ់ម៉ាក់ឲ្យបានល្អម៉ាក់ហាប្រាប់ម៉ាក់មកថាមានរឿងអីកូនស្រឡាញ់ម៉ាក់ឥឡូវកូនអត់អីទេកុំបារម្ភពីកូនអីចឹងយើងទៅញ៉ាំបាយសិនទៅយប់នេះម៉ាក់នឹងនិទានរឿងឲ្យកូនស្ដាប់មុនចូលគេងល្អទេល្អណាស់ម៉ាក់ស្រឡាញ់កូនរាត្រីសួស្ដីប្រាប់ខ្ញុំតាមត្រង់មកហេតុអីបានជាជីវ៉ាន់យំនៅសាលាដោយសារគាត់ចង់ធ្វើជាបងស្រីគេពេលគេថាពួកគេមិនមែនជាប៉ាម៉ាក់ជាមួយគ្នាគាត់ក៏យំបងគិតថាគាត់នៅម្នាក់ឯងពិតជាឯកោអត់រាល់ពេលទៅផ្ទះពីសាលាគាត់លេងប្រដាប់ក្មេងលេងម្នាក់ឯងក៏គ្មានអ្នកណាមកលេងជាមួយគាត់ដែរកុំបារម្ភអីប្រពន្ធក្រោយខ្ញុំនឹងចំណាយពេលច្រើនជាងនេះបន្តិចមកលេងជាមួយគាត់បងគិតថាចុះយើងគួរតែមានកូនម្នាក់ទៀតទេដើម្បីឲ្យកូនស្រីរបស់ពួកយើងមានគ្នាលេងប្រពន្ធបងគិតថាមានជីវ៉ាន់ម្នាក់បានហើយបងមិនចង់ឲ្យអូនខ្ញុំដឹងថាបងបារម្ភពីសុខភាពខ្ញុំហើយក៏មិនចង់ឃើញខ្ញុំពិបាកចិត្តបែបនេះដែរតែបងពិតជាមិនចង់នៅក្នុងចិត្តទេចង់បានគ្រាន់តែខ្ញុំមិនចង់ឲ្យកូនមកចង់ជាងអូនព្រោះអូនគឺជារូបអូនយើងទុកវាទៅតាមធម្មជាតិចុះខ្ញុំមិនចង់ឲ្យអូនមានបន្ទុកដោយសារជីវ៉ាន់យំក៏សម្រេចចិត្តមានកូនល្អ